ម៉ោងប្រហែលជា5ភ្លឺពួកខ្ញុំធ្វើដំណើរចេញពីភ្នំពេញទៅកាន់ទឹកធ្លាក់ជ្រាវដែលនៅវេលានេះមេឃត្រជាក់ស្រួលក្នុងការធ្វើដំណើរដែលពួកខ្ញុំចេញដំណើរពីផ្លូវ2004ទៅកាន់ផ្លូវជាតិលេខ5តែបើបងប្អូនចង់ធ្វើដំណើរតាមផ្លូវជាតិលេខ4ក៏បានដែរតែពេលទៅដល់ផ្សារថ្នល់ទទឹងបត់ទៅតាមផ្លូវលេខ51ធ្វើដំណើរបានប្រហែលជា30នាទីក៏បានមកដល់ស្ថានីយ៍ប្រេងមួយកន្លែងដែលនៅតាមផ្លូវដែលលើកនេះអីវ៉ាន់ដែលដាក់មករៀងធំដែលតម្រូវឲ្យមានការរៀបចំឲ្យបានស្រួលបួរមុនពេលចេញដំណើរបន្តការធ្វើដំណើរជាមួយម៉ូតូដែលមានអីវ៉ាន់ចងច្រើនពិតជាមិនងាយស្រួលប៉ុន្មានទេព្រោះត្រូវការរៀបចំឲ្យបានស្រួលបួរដើម្បីសុវត្ថិភាពនិងជាពិសេសក៏ត្រូវរៀបចំយ៉ាងណាឲ្យស្រួលដល់អ្នកដែលអង្គុយនៅខាងក្រោយពួកខ្ញុំបានធ្វើដំណើរមកដល់ផ្លូវបំបែកហើយក៏បត់ចូលទៅតាមផ្លូវឧដុង្គនិងបន្តដំណើររហូតហួសផ្សារឧដុង្គបន្តិចក៏បត់ចូលទៅតាមផ្លូវលេខ136សម្រាប់បងប្អូនដែលមិនសូវមានពេលវេលាច្រើនក៏អាចមកលេងកម្សាន្តបានដែរព្រោះទឹកធ្លាក់ជ្រាវមិនឆ្ងាយប៉ុន្មានទេពីភ្នំពេញដែលមានចម្ងាយប្រហែលជាង90គីឡូប៉ុណ្ណោះការធ្វើដំណើរក៏បានរៀងឆ្ងាយណាស់ដែរហើយជិះតាមផ្លូវក៏បានឃើញតូបលក់បាយមួយកន្លែងដែលនៅតាមផ្លូវក៏សម្រេចចិត្តចូលឈប់ញ៉ាំបាយសិនព្រោះចេញពីភ្នំពេញតាំងពីម៉ោង5ព្រឹករហូតមកដល់ពេលនេះមិនទាន់បានញ៉ាំអីនៅឡើយដែលនៅជិតនោះក៏មានតូបលក់កាហ្វេដែរបើជ្រុលថាចូលញ៉ាំបាយហើយអត់ផឹកកាហ្វេដោះគោទេវាដូចជាជីវិតដែលខ្វះថ្មអញ្ចឹងសម្រាប់ពួកខ្ញុំដែលមិនចេះញ៉ាំកាហ្វេសុទ្ធមានតែញ៉ាំកាហ្វេដោះគោជំនួសបន្ទាប់ពីសម្រាប់ញ៉ាំអាហារហើយក៏ធ្វើដំណើរបន្តដើម្បីឲ្យឆាប់ដល់គោលដៅពេលនេះពួកខ្ញុំបានមកដល់ផ្លូវចូលទៅកាន់ទឹកធ្លាក់ជ្រាវហើយនៅតាមផ្លូវចូលទៅកាន់ទឹកធ្លាក់ជ្រាវមានបងប្អូនជាច្រើនដែលលក់ដូរនៅតាមដងផ្លូវដែលមានលក់ដូចជាកណ្ដូបកង្កែបមាន់ត្រីជាដើមនៅទីនេះខ្ញុំសង្កេតឃើញមានបងប្អូនជាច្រើនដែលបានឆ្លងកាត់តែងតែឈប់ទិញរបស់ញ៉ាំមួយចំនួនមុននឹងធ្វើដំណើរបន្តទៀតបន្ទាប់ពីបានដើរមើលនិងទិញរបស់ញ៉ាំខ្លះៗពួកខ្ញុំក៏ធ្វើដំណើរបន្តនៅតាមដងផ្លូវមានភាពស្ងប់ស្ងាត់ងាយស្រួលជិះជាពិសេសអមទៅដោយធម្មជាតិខៀវស្រងាត់គួរជាទីគយគន់ពេលដែលមកកាន់តែគៀកជាមួយទឹកធ្លាក់ជ្រាវទេសភាពតាមផ្លូវកាន់តែស្អាតធ្វើឲ្យអារម្មណ៍កាន់តែស្រស់ស្រាយដោយសារតែឃើញទេសភាពស្អាតពួកខ្ញុំក៏ឈប់តាមផ្លូវថតលេងហើយក៏ចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាថាទេសភាពស្អាតពិតមែននៅក្នុងខែវស្សាផ្លូវទៅកាន់ទឹកធ្លាក់ជ្រាវសម្បូរទៅដោយធម្មជាតិខៀវស្រងាត់រីឯខ្យល់អាកាសក៏បរិសុទ្ធបន្ទាប់ពីបានថតយកទេសភាពដ៏ស្រស់ស្អាតរួចមកឥឡូវនេះពួកខ្ញុំក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៅមុខទៀតតាមផ្លូវឡើងទៅទឹកធ្លាក់ជ្រាវស្អាតនិងស្ងប់ស្ងាត់ហើយសម្បូរទៅដោយព្រៃឈើអមសងខាងផ្លូវដែលធ្វើឲ្យបរិយាកាសត្រជាក់ស្រួលក្នុងការធ្វើដំណើរពេលនេះពួកខ្ញុំបានមកដល់ផ្លូវឡើងទៅធ្លាក់ជ្រាវហើយនៅតាមផ្លូវចូលទៅកាន់ទឹកធ្លាក់ជ្រាវតម្រូវឲ្យបង់ប្រាក់សម្រាប់ម៉ូតូមួយតម្លៃ2000រៀលដែល2000បោះតង់មែនអត់ទេខ្ញុំចុះក្រុមសម្រាប់ផ្លូវទៅកាន់ទឹកធ្លាក់ជ្រាវរៀងងាយស្រួលជាងមុនច្រើនវាជួយសម្រួលដល់ការធ្វើដំណើរដល់បងប្អូនដែលមកលេងប៉ុន្តែអាចពិបាកបន្តិចសម្រាប់បងប្អូនដែលជិះឡានរៀងទាបព្រោះជិតដល់មែនតែនផ្លូវដីក្រហមមានក្រឡុកច្រើននិងរអិលដោយសារភ្លៀងហូរកាត់ធ្វើដំណើរប្រហែល20នាទីមកពេលនេះពួកខ្ញុំបានមកដល់គោលដៅដែលជាកន្លែងសម្រាប់ចតម៉ូតូឡានអីចូលតង់ក្រមបោះប្រហែល2តង់អញ្ចឹងមកប្រហែលតោតែមួយចឹងអស់ចុះទៅវិញអញ្ចឹងអត់ដាក់ហ្នឹងបានដាក់អស់គ្នានេះសុំពេលដើរក៏បានជួបជាមួយអ៊ំស្រីម្នាក់ដែលគាត់ជាអ្នកលក់ម្ហូបអាហារនៅជិតនោះគាត់បានណែនាំនិងនាំផ្លូវពួកខ្ញុំទៅអង្គុយនៅកន្លែងគាត់ដែលគាត់បានប្រាប់ថានៅជិតកន្លែងរបស់គាត់ក៏មានទឹកធ្លាក់ដែរសម្រាប់បងប្អូនដែលមិនចង់ដើរឆ្ងាយឬចង់ញ៉ាំអាហារហើយបានធ្វើដំណើរទៅទីតាំងទឹកធ្លាក់ក៏បានព្រោះនៅតាមផ្លូវមានតូបអាហារជាច្រើនសម្រាប់ឲ្យបងប្អូនចូលសម្រាកនិងទទួលទានអាហារ
ในជ្រៅមានទឹកធ្លាក់ទាំងអស់7ជាន់ដែលអាចឲ្យបងប្អូនលេងកម្សាន្តជាទូទៅតែងតែមានមនុស្សមកលេងច្រើននៅចុងសប្តាហ៍និងថ្ងៃបុណ្យទានបន្ទាប់ពីបានមកដល់កញ្ចក់សម្រាប់អង្គុយលេងដោយការនឿយហត់ក្នុងការធ្វើដំណើរក៏ដូចជារងចាំអាហារដែលបានកំណងផងពួកខ្ញុំក៏អង្គុយលេងស្រូបយកខ្យល់អាកាសនិងអង្គុយគុនទេសភាពដ៏ស្រស់ស្អាតនៅទីនោះសម្រាប់ខ្ញុំពេលដែលបានសម្រាប់អង្គុយមើលទេសភាពនិងស្រូបយកខ្យល់អាកាសបរិសុទ្ធក៏ធ្វើឲ្យអារម្មណ៍បានស្រស់ស្រាយភ្លេចអស់នៅភាពនឿយហត់ទាំងឡើយភ្លៀងមកមួយមេធ្វើឲ្យធម្មជាតិទាំងឡាយបញ្ចេញសម្រស់កាន់តែស្អាតក៏ដូចជាបានលាងសម្អាតនៅរឿងមិនល្អទាំងប៉ុន្មានដែលនៅក្នុងចិត្តនិយាយម្ហូបក៏បានមកដល់ល្មមម្ហូបដែលពួកខ្ញុំកំពុងមានដូចជាមាន់ដុតញ៉ាំជាមួយបុកក្រសាំងនិងស្ងោរជ្រក់មាន់ជាធម្មតាយើងតែងតែញ៉ាំអាហារនៅតាមគេហដ្ឋានជុំគ្រួសារឬកន្លែងធ្វើការនានាប៉ុន្តែបើផ្លាស់ប្ដូរអារម្មណ៍មកញ៉ាំអាហារនៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធអមជាមួយទេសភាពនិងធម្មជាតិបែបនេះយើងនឹងទទួលបានអារម្មណ៍ដែលស្រស់ស្រាយមិនអាចភ្លេចបានជីវិតមនុស្សម្នាក់ៗកាន់តែធំកាន់តែមានសម្ពាធមិនថារឿងគ្រួសារស្នេហាមិត្តភ័ក្តិឬការងារដូច្នេះក៏មិនដោយឲ្យខ្លួនឯងមានសម្ពាធខ្លាំងពេកអីគួរតែរកពេលវេលាឲ្យខ្លួនឯងខ្លះបានសម្រាកលំហែបន្ទាប់ពីមេឃបើកថ្ងៃបន្តិចពួកខ្ញុំក៏ដើរមកអង្គុយលេងនៅជិតទឹកធ្លាក់កន្លែងដែលពួកខ្ញុំអង្គុយលេងនេះគឺជាទឹកធ្លាក់ជាន់ទី1ដោយដែលបងប្អូនបានឃើញអញ្ចឹងទេសភាពខៀវស្រងាត់លាយជាមួយនឹងសំឡេងទឹកធ្លាក់វាបានដូចជាចម្រៀងដែលស្ដាប់ទៅធ្វើឲ្យអារម្មណ៍កាន់តែស្រស់ស្រាយជីវិតតែងតែផ្សារភ្ជាប់ជាមួយនឹងធម្មជាតិដូច្នេះហើយយើងគួរតែចំណាយពេលវេលាខ្លះសម្រាប់ខ្លួនឯងក្នុងខ្លួនឯងសាកថ្មជីវិតធ្វើឲ្យជីវិតកាន់តែរឹងមាំនិងគិតឃើញអ្វីថ្មីៗមើលទៅមេឃក៏រៀងល្ងាចដែរដូច្នេះពួកខ្ញុំក៏ធ្វើដំណើរឡើងទៅវិញនៅតាមផ្លូវឡើងមកមានបងប្អូនអ្នកភូមិលក់របស់របរជាច្រើនដែលមានដូចជាបន្លែផ្លែឈើដែលពួកគាត់ដាំដុះដោយខ្លួនឯងនិងខ្លះទៀតយកមកពីព្រៃធ្វើជាល្បាយនឹងបញ្ចុះល្បាយនឹងស្អែកខ្នងហ្នឹងមិញគេហៅអីគេមើលអានេះញ៉ាំមកទឹកគ្រឿងមួយបានទេខ្ញុំលើកទី1អត់ដែលឃើញនេះខ្នងតាមិញញ៉ាំទឹកគ្រឿងអូនបាទបន្ទាប់ចុះមកដល់ក្រោមពួកខ្ញុំក៏បានចូលលេងរមណីយដ្ឋានមួយកន្លែងដែលនៅមិនឆ្ងាយពីទឹកធ្លាក់ជ្រាវប៉ុន្មានទេរមណីយដ្ឋានស្ទឹងថ្មីកំណត់ជារមណីយដ្ឋានថ្មីមួយដែលទើបតែបង្កើតឡើងដែលមិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មានទេដែលសង្ងំលាក់ខ្លួននៅក្បែរទឹកហូរអមជាមួយនឹងធម្មជាតិព័ទ្ធជុំវិញសម្រាប់បងប្អូនដែលមកលេងនៅទឹកធ្លាក់ជ្រាវកុំភ្លេចចូលលេងផងនៅទីនេះមានកន្លែងចតឡានម៉ូតូធំទូលាយមានទឹកអូរដែលហូរធ្លាក់ពីលើភ្នំដែលអាចឲ្យបងប្អូនលេងកម្សាន្តបានសម្រាប់ខ្ញុំវាពិតជាស្រស់ស្អាតនៅពេលដែលបានចូលមកលេងផ្ទាល់នៅទីនេះមិនត្រឹមតែអាចលេងកម្សាន្តទេតែនៅទីនេះក៏អាចស្នាក់នៅបានដែរសម្រាប់បងប្អូនដែលមានបំណងចង់បោះតង់សម្រាកនៅទីនេះក៏អាចសម្រាកបានដែរដោយសារតែទេសភាពនៅទីនេះស្អាតពួកខ្ញុំក៏សម្រេចចិត្តស្នាក់នៅទីនេះមួយយប់ទេសភាពខៀវស្រងាត់មើលឃើញដល់ភ្នំមានពពកបាំងពីលើបន្ថែមដូចជាគ្រឿងលម្អដែលធ្វើឲ្យសម្រស់កាន់តែស្អាតប្រៀបបានដូចឋានសួគ៌ព្រលឹមស្រាំងក្រោកដុតថ្មិញជាមួយទឹកហូរអមជាមួយធម្មជាតិបៃតងជាប់ជើងភ្នំសម្រាប់ខ្ញុំគឺជាអារម្មណ៍មួយដែលថ្មីសម្រាប់បងប្អូនដែលមកលេងនិងស្នាក់នៅទីនេះអាចស្នាក់នៅបានច្រើនជម្រើសមានផ្ទះស្អាតមានកន្លែងអង្គុយញ៉ាំអាហារធំទូលាយប៉ុន្តែបច្ចុប្បន្ននៅទីនេះមិនទាន់បើកទទួលឲ្យស្នាក់នៅទេព្រោះកំពុងសាងសង់កន្លែងស្នាក់នៅនិងកន្លែងថតរូបស្អាតផ្សេងទៀតបន្ថែមខ្ញុំសង្ឃឹមថាគេនឹងបើកឲ្យដំណើរការក្នុងពេលឆាប់ៗនេះ